ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបានថតវីដេអូថ្មីជូនពុកម៉ែបងប្អូនទៀតហើយជាពិសេសអ្នកស្នេហាវិស័យនេសាទហើយខ្ញុំនេះនេសាទដែរតែនេសាទក្រពើនេះខ្ញុំតែប៉ិតខ្ញុំទៅមើលស្រូវឯងខ្ញុំទៅមើលស្រែខ្ញុំមកកន្លែងស្រូវខៀវណាពេលមកវិញជួបអានេះខ្លាខ្ញុំខ្លាតាំងពីរៀនបឋមតែមិនសូវបានជួបគ្នាទេដោយសារលវរៀងខ្លួនហើយវាទៅធ្វើការពេញបាត់ហើយខ្ញុំធ្វើការនៅស្រុកតែធ្វើការបលឹមតែមិនជួបគ្នាទេហើយថ្ងៃនេះទៅស្រែមកវិញវាជិះម៉ូតូមកឃើញវាមកបងសណាញ់សូមវាសាកពីសណាញ់មើលតែវាបងបែកល្អវាបងវាបត់ពិសោធន៍វារាប់ឆ្នាំហើយនេះឈ្មោះអាចក្រីយៈវាឈ្មោះយៈហ្នឹងហើយវាបងបានប្រហែលជា2គីឡូត្រីដែរតែដោយសារសណាញ់វានេះកាឡាទូចកាឡា2កាឡាហ្នឹងហើយណាមួយរដូវនេះវាអត់សូវមានត្រីដោយសារទឹកវានៅពីពេញវាអត់ទាន់មូលពេលចឹងទៅយើងបងបានត្រីក្រាញ់ត្រីកំភ្លៀងទូចនេះប៉ុនម្រាមដៃប៉ុនមេជើងមេដៃហ្នឹងវាបងបាយល្អខ្ញុំបានប្រាប់វាថាថ្ងៃក្រោយបើមកបងហៅឯងផងឯងមករៀនបងដែរតែខ្ញុំបងតែ2-3ទៀត2-3ដងទៀតចេះបងសំណាញ់ឲ្យខ្ញុំចេះតែបងសំណាញ់ទេអត់ចេះបងអីផ្សេងទេតែសម្រាប់បងប្អូនយើងអានេះវាបងណាយល់ណា1 2 3ហ៎បងប្អូនធំមែនទេប៉ុនបលាយមកខ្ញុំបើចេះបងប៉ុនេះមិនអស់លុយទិញមកហូបញ៉ាំបាយទេដឹងតែបងរាល់ថ្ងៃហើយចុងវីដេអូបងប្អូនចាំមើលចុងវីដេអូគឺខ្ញុំបងហើយខ្ញុំមិនចង់បញ្ចេញទឹកដៃទេបងប្អូនទឹកដៃខ្ញុំបងបែកពេញបន្លាយបងប្អូនចាំមើលចុងវីដេអូបើមិនជឿខ្ញុំមិនចេះនិយាយកុហកទេខ្ញុំនិយាយតែពាក្យពិតហើយវាបងមុនខ្ញុំមើលវាសិនខ្ញុំមិនលើកទី1លើកទី2ទី3របស់ខ្ញុំហើយប៉ុន្តែកាលមុនទៅបងដែរតែគ្នាច្រើនអត់សូវបានបងដោយសារខ្ញុំទៅបងសាទិតនេះទៅបងជុំគ្នាអញ្ចឹងដល់ពេលនេះអត់ទេនេះទៅបងមួយវាតែប៉ុន្តែវាមកពីបងឯណាដូចជាឆ្ងាយវាថាវាទៅបងណោអ៊ីណាណោអ៊ីព្រីងជ្រុំឯណាណោតែវាបងអត់បានវាបងឯនេះវិញត្រីបងប្អូនត្រីឃើញត្រីច្រើនក៏សមមកវាដែរហ្នឹងហើយ2គីឡូមិនដែរវាថាវាមកបងទៅធ្វើប្រហុកនេះកណិត business ជួយបងប្អូនគិតមើលវាបងមួយថ្ងៃ2គីឡូត្រីហើយចុះវាបងតែមួយខែទៅនេះដល់កន្លែងខ្ញុំបងប្អូនចាំមើលហើយកុំសាយបងប្អូនកុំសាយបែកមកធំជាងឆ្អេបន្តិចកុំអាគេណាខ្ញុំអើយខ្ញុំ